ស្មារតីតែមួយក្រុមយុវជនបូជាការពីយុទ្ធធរក្រោយការបញ្ជាផ្ទាល់ពីអ្នកអង្គញាលីណាវត្រាបន្តស្រាក់ដៃគ្នាដល់រឹងមាំរៀបចំស្បៀងអាហារលើកទឹកចិត្តគន្ទ្រោកងទ័ពជូមុខនិងប្រជាជនភាសើកក្នុងកលៈទេសៈស្មារតីតែមួយការពីជាតិពីខ្មាំងសត្រូវក្រុមយុវជនបូជាការពីយុទ្ធធរក្រោយការដឹកនាំរបស់អ្នកអង្គញាលីណាវត្រានៅថ្ងៃទី16ខែធ្នូនេះបាននឹងកំពុងបន្តស្រាក់ដៃគ្នាបង្ហាញស្មារតីសាមគ្គីផ្ទៃក្នុងដ៏រឹងមាំនិងការលើកទឹកចិត្តគន្ទ្រោកងទ័ពជូមុខនិងប្រជាជនភាសើកជាពិសេសបង្ហាញការគន្ទ្រោនិងជឿជាក់សម្ដេចតេជោសម្ដេចធិបតីរដ្ឋាភិបាលនិងវីរៈកងទ័ពដ៏អង្អែលក្លាហានដើម្បីការពារបូរណភាពទឹកដីចាប់តាំងពីមានការវាយប្រហារឈ្លានពានជាថ្មីពីសំណាក់យោធាថៃអ្នកអង្គញាលីណាវត្រាប្រធានសហព័ន្ធយុវជនបូជាការពីយុទ្ធធរបានចាត់ក្រុមការងារយុវជនទាំងនៅរាជធានីភ្នំពេញនិងកំពង់ឈរជើងក្បែរសមរភូមិនាំយកអំណោយផ្ដល់ជូនវីរៈកងទ័ពជូមុខនិងជនភាសើកជាបន្តបន្ទាប់ដើម្បីចូលរួមចំណែកជាមួយរដ្ឋាភិបាលក្នុងការជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋទឹកចិត្តរបស់ប្រជាពលរដ្ឋខ្មែរពេលនេះជាពិសេសស្មារតីសាមគ្គីភាពកាន់តែរឹងមាំរបស់ក្រុមយុវជនបានបង្ហាញឲ្យឃើញនូវកម្លាំងដ៏រឹងមាំនៃមហាសាមគ្គីជាតិខ្មែរក្នុងកលៈទេសៈដែលប្រទេសជាតិកំពុងជួបប្រទះនឹងការលំបាកដោយសារការឈ្លានពានពីប្រទេសជិតខាងនៅពេលជាតិខ្មែររួបរวมគ្នាគ្មានអំណាចណាអាចបំបែកបាក់បានសូម្បីតែកម្លាំងយោធានិងអាវុធមិនអាចឈ្នះស្មារតីសាមគ្គីជាតិបានឡើយនេះជាមូលហេតុដែលមហាសាមគ្គីជាតិតែងតែជាកម្លាំងឈ្នូលសម្រាប់ការពារប្រទេស